សំងំចំណាយថវិកាផ្ទាល់ខ្លួនមួយរយៈពេលនេះសុកពិសីប្រកាសបង្កើតមូលនិធិរកជំនួយបន្ថែមតាមការស្នើសុំរបស់មហាជនមកទល់នឹងពេលនេះបងប្អូនមហាជនកម្ពុជាអ្នកសិល្បៈក៏ដូចជាសប្បុរសជនជាច្រើននៅតែបន្តស្វាស្វែងចូលរួមជួយជាជំនួយថវិកាស្បៀងអាហារនិងសម្ភារៈផ្សេងៗជូនបងប្អូនកងទ័ពជួរមុខនិងបងប្អូនគ្រួសារភិសិកតាមតំបន់សុវត្ថិភាពជាក់ស្ដែងងាកមើលតារាចម្រៀងស្រីសុកពិសីវិញកន្លងមកនាងបានបង្ហាញស្មារតីស្នេហាជាតិយ៉ាងសកម្មដោយប្រើទាំងសម្លេងនិងកម្លាំងស្មារតីចូលរួមជាចំណែកជួយផ្សព្វផ្សាយពីប្រទេសជាតិព្រមទាំងចំណាយថវិកាផ្ទាល់ខ្លួនរៀបចំស្បៀងអាហារសម្ភារៈផ្សេងៗជួយបងប្អូនភិសិកនិងកងទ័ពជួរមុខបន្តលើសពីនេះបន្ទាប់ពីបានចំណាយថវិកាផ្ទាល់ខ្លួនជួយជនរងគ្រោះជាច្រើនកន្លងមកពេលនេះកញ្ញាសុកពិសីបានប្រកាសលើ Facebook ពីការបង្កើតមូលនិធិប្រមូលជំនួយបន្ថែមតាមរយៈការស្នើសុំរបស់អ្នកគាំទ្រដែលមានបំណងចង់ចូលរួមធ្វើសប្បុរសធម៌ជាមួយនឹងនាងដើម្បីជួយដល់ជនភិសិកនិងកងទ័ពជួរមុខផងដែរសារនោះកញ្ញាសុកពិសីបានបង្ហោះរៀបរាប់ថាខ្ញុំប្រាថ្នាថវិកាខ្លួនឯងមួយរយៈហើយមានបងប្អូនស្នើសុំឲ្យខ្ញុំបង្កើតមូលនិធិដើម្បីឲ្យគាត់បានចូលរួមដែរតោះរួមគ្នាចា៎នេះគឺជាសាររបស់កញ្ញាសុកពិសីចាបានបង្ហោះនិងរៀបរាប់បែបនេះចានៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងចាដែលឃើញថាកញ្ញាសុកពិសីចាបានសំងំនឹងចំណាយថវិកាផ្ទាល់ខ្លួនជាមួយរយៈមកចាឃើញថាពេលនេះសុកពិសីក៏បានប្រកាសចាបង្កើតជាមូលនិធិដើម្បីរកជំនួយបន្ថែមទៀតទៅតាមការស្នើសុំរបស់មហាជនដែលឃើញថាមកទល់នឹងពេលនេះចាបងប្អូនមហាជនកម្ពុជាជាច្រើនចាមានទាំងអ្នកសិល្បៈក៏ដូចជាសប្បុរសជនជាច្រើននៅតែបន្តនឹងស្វាស្វែងចូលរួមជួយជាជំនួយថវិកានិងស្បៀងអាហារនិងសម្ភារៈផ្សេងៗជូនទៅដល់បងប្អូនទ័ពជួរមុខជូនទៅដល់បងប្អូនកងទ័ពជួរមុខនិងបងប្អូនគ្រួសារភិសិកនៅតាមតំបន់ដែលមានសុវត្ថិភាពចាជាក់ស្ដែងងាកមកមើលតារាចម្រៀងស្រីចាគឺអ្នកនាងសុកពិសីឯនេះវិញកន្លងមកនាងបានបង្ហាញស្មារតីស្នេហាជាតិយ៉ាងសកម្មដូចគ្នាចាដោយបានប្រើទាំងសម្លេងនិងកម្លាំងស្មារតីដើម្បីចូលរួមជាចំណែកជួយផ្សព្វផ្សាយពីប្រទេសជាតិព្រមទាំងចំណាយថវិកាផ្ទាល់ខ្លួនដើម្បីរៀបចំស្បៀងអាហារនិងសម្ភារៈផ្សេងៗជួយទៅដល់បងប្អូនភិសិកនិងកងទ័ពនៅជួរមុខជាបន្តលើពីនេះទៅទៀតចាបន្ទាប់ពីបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីជួយទៅដល់ជនរងគ្រោះជាច្រើនកន្លងមកនៅពេលនេះកញ្ញាសុកពិសីក៏បានប្រកាសនៅលើ Facebook ពីការបង្កើតមូលនិធិដើម្បីប្រមូលជំនួយបន្ថែមតាមរយៈការស្នើសុំរបស់អ្នកគាំទ្រដែលមានបំណងចង់ចូលរួមធ្វើសប្បុរសធម៌ជាមួយនឹងនាងសំងំចំណាយថវិកាផ្ទាល់ខ្លួនមួយរយៈពេលនេះសុកពិសីប្រកាសបង្កើតមូលនិធិរកជំនួយបន្ថែមតាមការស្នើសុំរបស់មហាជនមកទល់នឹងពេលនេះបងប្អូនមហាជនកម្ពុជាអ្នកសិល្បៈក៏ដូចជាសប្បុរសជនជាច្រើននៅតែបន្តស្វាស្វែងចូលរួមជួយជាជំនួយថវិកាស្បៀងអាហារនិងសម្ភារៈផ្សេងៗជូនបងប្អូនកងទ័ពជួរមុខនិងបងប្អូនគ្រួសារភិសិកតាមតំបន់សុវត្ថិភាពជាក់ស្ដែងងាកមើលតារាចម្រៀងស្រីសុកពិសីវិញកន្លងមកនាងបានបង្ហាញស្មារតីស្នេហាជាតិយ៉ាងសកម្មដោយប្រើទាំងសម្លេងនិងកម្លាំងស្មារតីចូលរួមជាចំណែកជួយផ្សព្វផ្សាយពីប្រទេសជាតិព្រមទាំងចំណាយថវិកាផ្ទាល់ខ្លួនរៀបចំស្បៀងអាហារសម្ភារៈផ្សេងៗជួយបងប្អូនភិសិកនិងកងទ័ពជួរមុខបន្តលើសពីនេះបន្ទាប់ពីបានចំណាយថវិកាផ្ទាល់ខ្លួនជួយជនរងគ្រោះជាច្រើនកន្លងមកពេលនេះកញ្ញាសុកពិសីបានប្រកាសលើ Facebook ពីការបង្កើតមូលនិធិប្រមូលជំនួយបន្ថែមតាមរយៈការស្នើសុំរបស់អ្នកគាំទ្រដែលមានបំណងចង់ចូលរួមធ្វើសប្បុរសធម៌ជាមួយនឹងនាងដើម្បីជួយដល់ជនភិសិកនិងកងទ័ពជួរមុខផងដែរសារនោះកញ្ញាសុកពិសីបានបង្ហោះរៀបរាប់ថាខ្ញុំប្រាថ្នាថវិកាខ្លួនឯងមួយរយៈហើយមានបងប្អូនស្នើសុំឲ្យខ្ញុំបង្កើតមូលនិធិដើម្បីឲ្យគាត់បានចូលរួមដែរតោះរួមគ្នាចានេះគឺជាសាររបស់កញ្ញាសុកពិសីចាបានបង្ហោះនិងរៀបរាប់បែបនេះចានៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងចាដែលឃើញថាកញ្ញាសុកពិសីចាបានសំងំនឹងចំណាយថវិកាផ្ទាល់ខ្លួនជាមួយរយៈមកចាឃើញថាពេលនេះសុកពិសីក៏បានប្រកាសចាបង្កើតជាមូលនិធិដើម្បីរកជំនួយបន្ថែមទៀតទៅតាមការស្នើសុំរបស់មហាជនដែលឃើញថាមកទល់នឹងពេលនេះចាបងប្អូនមហាជនកម្ពុជាជាច្រើនចាមានទាំងអ្នកសិល្បៈក៏ដូចជាសប្បុរសជនជាច្រើននៅតែបន្តនឹងស្វាស្វែងចូលរួមជួយជាជំនួយថវិកានិងស្បៀងអាហារនិង
សម្ភារៈផ្សេងៗជូនទៅដល់បងប្អូនទ័ពជួរមុខជូនទៅដល់បងប្អូនកងទ័ពជួរមុខនិងបងប្អូនគ្រួសារភេសកនៅតាមតំបន់ដែលមានសុវត្ថិភាពចាជាក់ស្ដែងងាកមកមើលតារាចម្រៀងស្រីចាគឺអ្នកនាងសុកពិសីឯនេះវិញកន្លងមកនាងបានបង្ហាញស្មារតីស្នេហាជាតិយ៉ាងសកម្មដូចគ្នាជាដោយបានប្រើទាំងសម្លេងនិងកម្លាំងស្មារតីដើម្បីចូលរួមជាចំណែកជួយផ្សព្វផ្សាយពីប្រទេសជាតិព្រមទាំងចំណាយថវិកាផ្ទាល់ខ្លួនដើម្បីរៀបចំស្បៀងអាហារនិងសម្ភារៈផ្សេងៗជួយទៅដល់បងប្អូនភេសកនិងកងទ័ពនៅជួរមុខជាបន្តបន្ទាប់លើពីនេះទៅទៀតជាបន្ទាប់ពីបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីជួយទៅដល់ជនរងគ្រោះជាច្រើនកន្លងមកនៅពេលនេះកញ្ញាសុកពិសីក៏បានប្រកាសនៅលើ Facebook ពីការបង្កើតមូលនិធិដើម្បីប្រមូលជំនួយបន្ថែមតាមរយៈការស្នើសុំរបស់អ្នកគាំទ្រដែលមានបំណងចង់ចូលរួមធ្វើសប្បុរសធម៌ជាមួយនឹងនាង